នីតិបទយកការកន្លងមកគេធ្លាប់តែលឺដំណើរកំសាន្តរបស់មនុស្សចាស់ប៉ុន្តែនៅពេលនេះទីភ្នាក់ងារទេសចរ Great Angkor Tour ឬមហាអង្គរទេសចរបានរៀបចំដំណើរកំសាន្តសម្រាប់កុមារពីអាយុ6ដល់16ឆ្នាំការរៀបចំដំណើរកំសាន្តផ្សងព្រេងសម្រាប់កុមារធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍នេះជាប្រធានបទនៃបទយកការរបស់គីសុកលឹមពីទីក្រុងភ្នំពេញម៉ោងប្រមាណជា8ព្រឹកកុមារប្រមាណជា20នាក់មួកនៅនឹងក្បាលខ្នងស្ពាយសក្កដោម្នាក់មួយមើលទៅហាក់បីដូចជាអ្នកផ្សងព្រេងអាជីពបានមកដល់ការិយាល័យទេសចរ Great Angkor Tour ឬមហាអង្គរទេសចររួចស្រេចទៅហើយនៅទីនេះពួកគេឈរជជែកគ្នាលេងដោយរងចាំមិត្តភក្តិដទៃទៀតនឹងមកដល់ទីណាត់ជួបគ្នានៅម៉ោង 8:30 នាទីព្រឹកម៉ោងប្រមាណជា 8:40 នាទីព្រឹករថយន្តក្រុងបានបញ្ឆេះត្រៀមចេញដំណើរកុមារាកុមារីជាង20នាក់អ្នកខ្លះមានឪពុកម្ដាយមកជាមួយបានចេញដំណើរទៅកំសាន្តនៅវត្តព្រះវិហារសួរដែលមានចម្ងាយប្រមាណជា30គីឡូម៉ែត្រពីទីក្រុងភ្នំពេញនេះគឺជាដំណើរកំសាន្តផ្សងព្រេងរបស់កុមារក្នុងចន្លោះអាយុពី6ឆ្នាំដល់16ឆ្នាំកម្មវិធីកំសាន្តកុមារដែលរៀបចំដោយទីភ្នាក់ងារទេសចរមហាអង្គរទេសចរមានឈ្មោះជាភាសាអង់គ្លេស Children Discovery Trip ដំណើរកំសាន្តជូនកុមារនេះធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍និងរៀងរាល់ពេលវិស្សមការរបស់កុមារនៅក្នុងរថយន្តក្រុងឆ្ពោះទៅកាន់វត្តព្រះវិហារសួរក្នុងខេត្តកណ្ដាលកុមារាកុមារីទាំងអស់បានបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការសាកសួរពីសំណាក់មគ្គុទ្ទេសក៍អាជីព Hello everybody, my name is Komte Dimut. I study at Western International School, Bangdobay campus. This year I study in grade 1 and my school I study at Golden Gate American School. I come here to visit my province and here to at Buffalo Racing. Today I'm so happy to see everybody here. Okay, you can speak English, you can speak Khmer. Anybody. បន្ទាប់ពីបង្ហាញសមត្ថភាពក្នុងរថយន្តក្រុងរួចមកកុមារផ្សងព្រេងទាំងឡាយបានមកដល់វត្តព្រះវិហារសួរនៅទីនេះកុមារាកុមារីទាំងអស់ទស្សនាការប្រណាំងក្របីទស្សនាចម្បាប់ប្រពៃណីខ្មែរការចិញ្ចឹមត្រីនិងការត្បាញកន្ទេលជាដើមការធ្វើដំណើរអស់កម្លាំងបន្តិចមែនសម្រាប់កុមារប៉ុន្តែពួកគេមានអារម្មណ៍សប្បាយរីករាយនិងទទួលបានចំណេះដឹងច្រើនពីដំណើរកម្សាន្តមួយនេះថ្ងៃនេះមើលអីខ្លះបាយបងសម្បាប់ធ្វើកតេលស្មៃដែរតាថ្ងៃហ្នឹងគេធ្វើកតេលគេខ្ញុំបានមើលគេវាយច្បាប់ជាមួយកបៃប្រណាំងគ្នាខ្ញុំបានមកនៅជាមួយឯងខ្ញុំអត់ដែរមកសោះអញ្ចឹងបានពេលយើងមកអញ្ចឹងបានស្គាល់កន្លែងណាមួយអញ្ចឹងបានចំណានទៅបានមើលគោម្នាក់គ្នាកបៃម្នាក់គ្នាហើយគេវាយអេបងធំលោកហេងរដ្ឋាដែលជាឪពុកមារបស់កុមារមួយចំនួនបានសម្ដែងអារម្មណ៍ថានេះគឺជាដំណើរកំសាន្តកុមារដ៏មានប្រយោជន៍បរិយាកាសគឺរីករាយរបស់គ្នាខ្ញុំឃើញក្មួយខ្ញុំមកជាមួយ5 6ណាគឺឃើញថាសប្បាយទាំងអស់គ្នាហើយចូលរួមចំណែកទាំងអស់គ្នាហើយចេះឯករាជ្យត្រង់ថាញ៉ាំបាយយើងគាត់តែជួយណែនាំដូចនេះយើងអាចចេះធ្វើខ្លួនឯងបាននេះជាការបន្តស្មារតីកុមារមួយតាំងពីតូចទៅលោកស្រីមុតលក្ខណាជាអ្នកចូលរួមរៀបចំដំណើរកំសាន្តកុមារនេះបាននិយាយថានេះគឺជាដំណើរកំសាន្តសប្បាយរបស់កុមារប៉ុន្តែវាជាដំណើរកំសាន្តក្រេបជញ្ជក់ចំណេះដឹងផងដែរគោលបំណងនៅក្នុងការរៀបចំនេះគឺយើងទី1ចង់ឲ្យកុមារស្គាល់គ្នាទី2ចង់ឲ្យគាត់ស្គាល់នៅកន្លែងមួយចំនួនដែលគាត់អត់ធ្លាប់បានស្គាល់ទេគាត់គ្រាន់តែថាបានធ្លាប់មើលទូទៅគាត់មិនបានចុះទៅផ្ទាល់ណាពីកន្លែងឧទាហរណ៍ទៅដូចប៉ណ្ណាំងកបីដូចកូនខ្ញុំហ្នឹងគាត់មានសំណួរថាប៉ណ្ណាំងកបីនេះគេធ្វើយ៉ាងម៉េចហើយបោកច្បាប់ហ្នឹងគេធ្វើយ៉ាងម៉េចគឺចង់ឲ្យគាត់ស្គាល់ហើយមួយទៀតគឺផ្សារសំខាន់មួយទៀតទៅឪពុកម្ដាយគឺយើងរៀបចំដំណើរនេះគឺយើងចង់ឲ្យឪពុកម្ដាយហ្នឹងយល់ថាពេលខ្លះកូនយើងនាំទៅដើរលេងប៉ុន្តែយើងទៅតាមចិត្តរបស់យើងដូចនាំពួកគាត់ទៅការទៅបន់ទៅអីចឹងតែដូចគោលបំណងក្នុងការរៀបចំនេះគឺយើងចង់ឲ្យគាត់យល់ថាយើងត្រូវទៅតាមគាត់វិញម្ដងលោកស្រីប្រាក់ពុទ្ធិរៈនាយកទីផ្សារទីភ្នាក់ងារទេសចរមហាអង្គរទេសចរបាននិយាយថាការបង្កើត Children Discovery Trip នេះគឺមានគោលដៅចម្បង4ទី1គឺដើម្បីបង្កើតបរិយាកាសឲ្យកុមារសប្បាយនៅចុងសប្តាហ៍ទី2គឺដើម្បីបណ្ដុះគំនិតកុមារតាំងពីតូចឲ្យមានចំណេះដឹងជំនាញស្រាលទី3គឺមិនចង់ឲ្យកុមារស្ថិតនៅគេហដ្ឋានហើយមើលតែតុក្កតានិងលេងហ្គេមតែប៉ុណ្ណោះ
និងទី4គឺចង់ជំរុញឲ្យកុមារមានលក្ខណៈឯករាជ្យនិងម្យ៉ាងទៀតចង់ឲ្យឪពុកម្ដាយចំណាយពេលវេលាដូចបងប្អូននាំកូនមួយគ្នាដើម្បីទី1ឲ្យមនុស្សចេតនាឪពុកម្ដាយបានល្អជាទីមុនទី2ទៀតសូមឲ្យឪពុកម្ដាយគិតពីអារម្មណ៍កូនហើយគិតតែនាំកូនទៅជប់លៀងឃើញប៉ាប៉ាញ៉ាំបៀរញ៉ាំអីអញ្ចឹងទេឲ្យមកដើរលេងកម្សាន្តអីជួយដល់យុវជនជាមួយនឹង Children Discovery Trip កុមារអាចទទួលបានចំណេះដឹងពីដំណើរកម្សាន្តរបស់ពួកគេនិងម្យ៉ាងទៀតវាគឺជាដំណើរកម្សាន្តបណ្ដុះគំនិតពួកគេក្នុងពេលបច្ចុប្បន្នដើម្បីអនាគតកុមារអាចទទួលបានចំណេះដឹងទាំងនេះតាមរយៈទស្សនកិច្ចសិក្សាកម្សាន្តនៅនឹងទីកន្លែងផ្ទាល់តែម្ដងដូចជាទស្សនារបៀបដាំស្រូវនៅវាលស្រែប្រវត្តិខ្លែងឯកខ្មែរប្រវត្តិទន្លេចតុមុខការដាំបន្លែហូបផ្លែសិប្បកម្មចម្លាក់ចង្វាក់ផលិតកម្មទឹកសុទ្ធរបៀបចែកចាយទំនិញក្នុងទីផ្សារទំនើបការប្រណាំងក្របីរបៀបដាំបន្លែទស្សនាចម្បាប់បុរាណខ្មែរលក្ខនឹងលក្ខ Children Discovery Trip គឺជាដំណើរកម្សាន្តសប្បាយធម្មតាមែនប៉ុន្តែវាបណ្ដុះគំនិតកុមារដោយមិនដឹងខ្លួនសម្រាប់អនាគតពីខ្ញុំគីសុកលីមខេត្តកណ្ដាល RFE